ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននេះជាវីដេអូមួយដែលខ្ញុំបានទៅលេងប្រទេសវៀតណាមកាលពីចុងខែ4ចាខ្ញុំទៅលេងហ្នឹងរយៈពេល10ថ្ងៃហើយនេះជាថ្ងៃទី4ដែលខ្ញុំទៅដល់ហ្នឹងល្ងាចហ្នឹងគឺខ្ញុំចេញបន្តិចមកចំពេលថ្ងៃខ្ទង់25គេធ្វើការហាត់សមព្យុហយាត្រាដើម្បីប្រារព្ធពិធី50លើកទី50នៃការបង្រួបបង្រួមជាតិនៅប្រទេសវៀតណាមនៅទីក្រុងហូជីមិញហើយមានប្រជាជនវៀតណាមនឹងចេញមកច្រើនមកក្រៅដើម្បីអង្គុយចាំតាមកន្លែងដែលគេបិទផ្លូវមួយដើម្បីមើលការដង្ហែក្បួនណាបងប្អូនហើយខ្ញុំនឹងក៏រៀងជ្រួយជ្រើមដែរបើឃើញមនុស្សច្រើនគេហូផងគេកវីទង់ជាតិកវីអីហើយណាមួយលឺគេថាមានទាហានខ្មែរយើងចូលរួមដែរហើយក៏មានទាហានឡាវចូលរួមដើម្បីឲ្យខ្ញុំនឹងក៏មកអង្គគេដែរបងប្អូនមកដល់ដំបូងគេថាម៉ោង7កន្លះដល់7កន្លះគេថាដល់ម៉ោង9ចាបងប្អូនខ្ញុំនឹងក៏ចាំដល់ម៉ោង9ចាហើយមនុស្សដើរទៅដើរមកដើរទៅដើរមកអញ្ចឹងណាបងប្អូនចាតែមកសទុះមេឃគឺរៀងចាប់ផ្ដើមល្ងឹតបងប្អូនអាចមើលឃើញនៅរូបនោះមនុស្សចាប់ផ្ដើមដើរញាប់ជាងមុនតិចចាវាធ្លាក់ខ្យល់លាព្រោះវានឹងភ្លៀងដល់ម៉ោង9ហ្នឹងបងប្អូនអាចភ្លៀងមែនអញ្ចឹងទៅគេក៏លើកអាហ្នឹងទៅម៉ោង11អញ្ចឹងខ្ញុំមិនមានបានមើលអីទាំងអស់ថ្ងៃហ្នឹងបងប្អូនចា